គេដូចតាមយើងហើយយើងហត់ដែរសិន No, no, no. No, 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 no. ក្តីស្មៃខ្ញុំរងហើយក៏ចង់កាត់ជា Superman ថ្ងៃនេះខ្ញុំកាត់ជាចង់កាត់ជា Superman ខ្ញុំកាត់ Superman ខ្ញុំជួយមនុស្សគ្រប់គ្នាពេលខ្ញុំជួយមនុស្សគ្រប់គ្នានឹងដឹងគុណខ្ញុំគេនឹងឲ្យលុយខ្ញុំ$100ស្បែកចិត្តណាស់ហើយគេឲ្យលុយខ្ញុំ$100 $100មែនណាខ្ញុំបានទៅឲ្យមនុស្សមានរឿងនេះណាព្រោះថ្ងៃនេះខ្ញុំជាចៅមិនទៅលួចគេហើយអ្នកណាដើរប្រហែកនឹងលួចខ្ញុំចង់កាត់ជា Superman ខាងមែនតើហើយក្តីស្មៃខ្ញុំខ្ពស់ពេកហើយប៉ិនដើមថ្នោតក្តីស្មៃខ្ញុំគិតថាប៉ិនដើមដូងទេគេថាប៉ប៉ាន់ចុងលស័យខ្ញុំឈឺក្បាលណាអូយឆាប់មកម៉ែដឹងហើយថាគោស្រឡាញ់បងទុំគាត់ជាមនុស្សល្អមិនដូចជាអាមើងនួនកងកាចអ្នកម៉ែចឹងឲ្យខ្ញុំខ្ពស់ងាត់អ្នកម៉ែគិតពីខ្ញុំខ្លះទេទឹកថ្មីខ្ញុំស្រក់មួយដំណក់នឹងទឹកមួយទន្លេអ្នកនាងហេតុអ្វីអ្នកនាងយំក៏ទៅសង្សារឲ្យខ្ញុំពិបាកចិត្តណាស់បែរជាគាត់មិនស្រឡាញ់ខ្ញុំទេបានគិតប្រកាសឲ្យខ្ញុំរៀបការម៉ែដឹងហើយថាគាត់ស្រឡាញ់តែបង្ទុំម្នាក់គាត់រួយក៏ម៉ែឯកូនទៅរៀបការជាមួយមើមនួនអ្នកម៉ែចិត្តអាក្រក់ពិភពលោកនេះពិតជាតូចខ្លាំងណាស់កូនសពម៉ែណាមិនតែម៉ែអ្វីតាមចិត្តម៉ែចាំដល់ចេញពីភូមិសុរតនេះ Goodbye សឹមស៊ីយូសូនភ្នំពេញមិនដឹងថាគាត់ប្រុសបាក់ទេមកពីប្រុសបាក់ទៅមិនយំមកហើយរាល់ថ្ងៃនេះមានលុយច្រើនចាយចេះអស់ទេខ្វះតែអ្នកជួយចាយអត់ទេទៀវអញត្រូវតែរងមកដើម្បីបងតោមមើលខ្ញុំរត់ចូលពីផ្ទះបានពីណាគេដាំបាយអត់ស៊ីកុំបំឯងមួយស្លៀករ៉ូបសខ្ញុំបង្ខំឲ្យវារៀបការតែវាមិនរៀបការវាបែរជារត់បាត់ហើយខំយកលុយថ្លៃបណ្ដាការគេឡើងរាប់លានហើយបែរជាវារត់បាត់ហើយខ្ញុំនេះហត់ចិត្តណាស់រាល់ថ្ងៃមួយខ្ញុំមកហើយក្បោបនឹងធំនឹងមានលុយប៉ុណ្ណាទេរោវិធីឆក់សិនមិញណាឯងទៅណាវាតោឆក់ក្បោបណាក្មួយកំលេងសើចច្រើនពេកក្មួយឯងមានឃើញកូនរបស់មីងអត់ហាមីងម្នាក់ពាក់រ៉ូបយំពណ៌សមែនខ្ញុំឃើញនៅក្នុងក្រៃក្មួយកូនមីងហ្នឹងណាមីងបង្ខំឲ្យវារៀបការតែវាមិនរៀបការវាបែរជារត់បាត់ក្មួយឃើញកូនមីងរត់ទៅខាងណានៅខាងវិញក្មួយប៉ុណ្ណាគេនឹងកាន់កាបូបហ្នឹងដូចជាកាបូបរបស់មីងមីងទីកាបូបបងមីងឯងមីងចោលលុយកាបូបមីងឯងចោលលុយកាបូបមីងកំផៃខ្ញុំជា Superman មីងកំផៃខ្ញុំជា Superman นี่គេដូចតាមយើងហើយយើងហត់ដែរសិន No, no, no. No, 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 no. ទាំងមិនមកឲ្យទៅខ្ញុំក៏บอกខ្ញុំលុយក្នុងហ្នឹងរាប់$1,000ផងអូយអរគុណច្រើនណាស់ក្មួយពិតជា Superman មែន$100មកក្មួយ Superman ណាគេត្រូវការលុយអញ្ចឹងខ្ញុំឈប់ធ្វើ Superman ណា Superman អើយមិនបានលុយអញ្ចឹងEA ខ្ញុំឈប់ជួយ EA ខ្វល់ខ្លាំងណាស់ទៅរកកូនស្រីយើងវិញមិនដឹងទៅដល់ណាហើយទេ